នៅភ្នំពេញយើងឥឡូវនេះគឺមិនធម្មតាទេបងប្អូនតលតែបានឡើងមកលើ Sky Bar ចេះមើលចុះទៅក្រោមជុំវិញចេះបានដឹងថាអាគាររីកដុះដោយផ្សិតបរិយាកាសទីក្រុងភ្នំពេញស្អាតមែនទែនបងប្អូនហើយនៅ About 11 នេះ Sky Bar របស់គាត់គឺមើលឃើញស្អាតគ្រប់ជ្រុងហ្មងយើងអាចអង្គុយកន្លែងណាក៏បានដែរបងប្អូនមើលទេសភាពទៅទន្លេមើលទៅឃើញមានឯករាជ្យច្បាស់ចេះដោយដែលខ្ញុំបង្ហាញបងប្អូននេះណាហើយនៅកន្លែងរបស់គាត់នេះគឺជា Sky Bar លក្ខណៈ restaurant បែបជប៉ុនកាត់ពេរូអីចឹងទៅអញ្ចឹងគាត់មានម្ហូបពេរូខ្លះមានម្ហូបជប៉ុនខ្លះអីចឹងហើយដោយតែបងប្អូនឃើញនេះទេសភាពរបស់គាត់ពេលយប់ឡើងគឺមើលទៅស្អាតត្រជាក់ភ្នែកហើយមនុស្សច្រើនណាបងប្អូនទៅអង្គុយនឹងនិយាយទៅខ្ញុំមួយរយៈចុងក្រោយនេះគឺអត់សូវបានឡើងទេហើយពេលដែលបានឡើងទៅគឺប្លែកភ្នែកស្អាតខ្លាំងមែនទែនបងប្អូនហើយដោយតែខ្ញុំបង្ហាញនេះណាយើងធ្លាប់តែឃើញនៅប្រទេសគេមានអគារច្រើនអញ្ចឹងតាមវីដេអូអញ្ចឹងណាបងប្អូនតែដល់ពេលយើងឡើងមកយូរម្ដងអញ្ចឹងឃើញថាស្អាតមិនចាញ់គេប្រហែលទេហើយនៅ Sky Bar About 11នេះគឺនៅក្នុងអគារ Hotel Novotel បងប្អូននៅម្ដុំបឹងកេងកងហើយចាំខ្ញុំដាក់ទីតាំងនឹងព័ត៌មានបិទឲ្យបងប្អូនដែរសម្រាប់បងប្អូនដែលចង់រកកន្លែងអង្គុយមើលថ្ងៃលិចឈៀលមើលទេសភាពទីក្រុងភ្នំពេញពេលយប់ពេលអីចឹងបងប្អូនអាចមកបានហើយសម្រាប់អ្នកដែលចូលចិត្តមើលកញ្ជ្រួចពេលឆ្លងឆ្នាំពេលគ្រីស្មាស់អីខាងមុខនេះអីហ្នឹងបងប្អូនអាចកក់តុកនៅកន្លែងមកគាត់ទៅធានាបងប្អូនបរិយាកាសមកជុំមកគាត់ហ្នឹងយើងអង្គុយខាងណាក៏បានដែរហើយមើលទៅជ្រុងណាក៏ស្អាតដែរដូចខ្ញុំបង្ហាញនេះអញ្ចឹងណាបងប្អូនអូស្អាតមែនហើយខ្ញុំជឿថាបងប្អូនក៏មានអារម្មណ៍ដូចខ្ញុំដែរយូរឡើង Sky Bar ម្ដងឃើញទីក្រុងភ្នំពេញរីកធំជាងមុនប្លែកមានអគារខ្ពស់ប្លែកច្រើនបងប្អូនយើងមើលហើយគឺប្លែកភ្នែកច្រើនមែនទែនហើយនៅ Sky Bar របស់គាត់នេះសម្រាប់ជំរើសម្ហូបគឺមានច្រើនបងប្អូនអាចយើងរើសយកជាប្រភេទអាហារជប៉ុនហើយរបស់គាត់នេះក៏មានដែរហើយគាត់ក៏មានជាលក្ខណៈ steak មានអីចឹងមានបង្អែមមានអីច្រើនហើយចង់សាកជាអាហារបែបពេរូអីនេះក៏មានដែរនេះបងប្អូនមានច្រើនជំរើសយើងចង់ញ៉ាំអីក៏បានដែរហើយសម្រាប់ប្រភេទ cocktail ឬមួយក៏ស្រាឬមួយក៏ beer អីហ្នឹងគឺមានត្រាស់អីមានមកកំ pl ហើយមានបុគ្គលិកគេមកធ្វើ cocktail នៅតុកអីយើងហ្នឹងក៏មានដែរសម្ដែង show ពិសេសអីយើងមើលអញ្ចឹងទៅក្លុកស្រាក្លុកអីភ្លាមយើងកំងអីចេញហ្នឹងហើយបងប្អូនហើយនេះគេមានដុតអីណាឆេះ style អីអែមនិយាយទៅនៅនេះគឺស្អាតបងប្អូនទាំងបរិយាកាសទាំងមនុស្សអីហ្នឹងគឺឃើញមកច្រើនដោយសារតែទីតាំងរបស់គាត់នេះគឺនៅក្នុងអគារ Novotel ហ្នឹងគឺនៅបឹងកេងកងចំទីក្រុងកណ្ដាលទីក្រុងហ្មងអញ្ចឹងហើយមើលជុំវិញទៅគឺស្អាតនៅចិត្តមាត់ទន្លេហើយដូចបងប្អូនឃើញនេះចិត្តវាមានឯករាជ្យទេបងប្អូនយើងមើលទៅឃើញច្បាស់ហ្មងអញ្ចឹងហើយសម្រាប់បងប្អូនដែលកំពុងរក Sky Bar ដែលមានបរិយាកាសស្អាតអីចឹងទៅសម្រាប់ពេលឆ្លងឆ្នាំពេលគ្រីស្មាស់អីមកអង្គុយមើលកញ្ជ្រួចមើលថ្ងៃលិចអីហ្នឹងគឺបងប្អូនអាចមកបានហើយចាំខ្ញុំដាក់ទីតាំងព័ត៌មានបិទនៅក្នុង comment ឲ្យបងប្អូនដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកម្លែកអរគុណបងប្អូនជំរាបលាបាយ